សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងជួបគ្នានៅក្នុងមេរៀនមួយទៀតគឺមេរៀនទី3ហើយថ្ងៃនេះយើងនឹងនិយាយអំពី pharmacology of anesthetic drug អញ្ចឹងខ្ញុំមិនទៅលម្អិតរឿងpharmacodynamic pharmacokinetic អីទេខ្ញុំគ្រាន់តែបង្ហាញជាត្រួសពាក់ព័ន្ធជាមួយនឹង pharmacodynamic និង pharmacodynamic kinetic អញ្ចឹងបន្ទាប់មកទៀតយើងនឹងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងឥទ្ធិពលនៃអាសុតនៅពេលដែលយើងប្រើប្រាស់នៅក្នុងសត្វជាពិសេសគឺការប្រើប្រាស់ថ្នាំសណ្ដំនេះតែម្ដងអញ្ចឹងនៅក្នុងlesson objective របស់យើងអញ្ចឹងធ្វើយ៉ាងណាឲ្យទាំងអស់គ្នាអាចពន្យល់បានអំពីសកម្មភាពថ្នាំដែលមាននៅក្នុងដែលបានផ្ដល់ទៅឲ្យសត្វហើយនៅក្នុងសារពាង្គកាយអញ្ចឹងនៅក្នុងនោះគេនិយាយអំពី pharmacodynamic មួយទៀតឲ្យគ្នាយើងរៀបរាប់បានអំពី pharmacokinetic ថាតើនៅពេលដែលយើងផ្ដល់ថ្នាំផ្ដល់អាសុតទៅឲ្យសត្វថាតើថ្នាំទាំងអស់នោះនឹងមានសកម្មភាពបែបណាហើយចុងក្រោយធ្វើម៉េចឲ្យគ្នាយើងយល់អំពីចំណុចសំខាន់នៃឥទ្ធិពលរបស់ថ្នាំសណ្ដំដែលមានទៅលើប្រព័ន្ធនៃសារពាង្គកាយអញ្ចឹងនេះគឺជា introduction to pharmacology អញ្ចឹង pharmacology អ្វីដែលយើងត្រូវសិក្សានៅក្នុងការសណ្ដំទៅលើសត្វនេះយើងត្រូវស្គាល់អំពីថាតើនៅពេលដែលយើងផ្ដល់ឱសថទៅឲ្យសត្វតើថ្នាំទាំងអស់នោះមានឥទ្ធិពលបែបណាទៅក្នុងសារពាង្គកាយអញ្ចឹងនៅក្នុងនោះវាមាន2ដែលយើងត្រូវស្វែងយល់ទី1គឺ pharmacodynamic ហើយនិង pharmacokinetic ហើយតើអ្វីទៅជា pharmacodynamic គឺជា mechanism នៃសកម្មភាពដែលតាក់ទងជាមួយនឹង receptor ថាតើនៅពេលដែលយើងផ្ដល់ទីតាំងកន្លែងណាគឺជា receptor របស់ឱសថនីមួយហើយនៅក្នុងនោះដែរក៏វាសំដៅទៅលើទំនាក់ទំនងរវាងកម្រិតដែលយើងប្រើប្រាស់គេហៅថា dose response relationship ហើយជាមួយនឹងប្រសិទ្ធភាពរបស់ឱសថទី3 pharmacotherapeutic គឺជាផ្នែកមួយដែលបង្ហាញអំពីគម្លាតឬក៏ចំណុចដែលមានសុវត្ថិភាពឧទាហរណ៍ដូចជានៅពេលដែលយើងផ្ដល់ឱសថទៅឱសថវានឹងមានឥទ្ធិពលទៅលើផ្នែកណាមួយនៃសរីរាង្គរបស់សត្វអញ្ចឹង GABA receptor agonist ឬក៏ NMDA receptor blocker pharmacokinetic យើងត្រូវយល់អំពីផ្នែក4ដែលជាសំខាន់ទី1ពាក់ព័ន្ធជាមួយនឹងADME ដែលជាពាក្យកាត់ដែលងាយស្រួលនៅក្នុងការយល់ថាតើនៅពេលដែលយើងផ្ដល់ឱសថទៅលើសត្វតើវាមានដំណើរការបែបណាចឹងទី1គឺពាក់ព័ន្ធជាមួយនឹង absorption គឺជាដំណើរការមួយនៅក្នុងការផ្ដល់ឱសថហើយឱសថចាប់ផ្ដើមធ្វើការជម្រាបចូលទៅក្នុងសារពាង្គកាយអញ្ចឹងអាចជម្រាបចូលទៅក្នុងប្រព័ន្ធ circulation អញ្ចឹងគឺក្នុងប្រព័ន្ធឈាមរត់ទី2គឺពាក់ព័ន្ធជាមួយនឹង distribution គឺជាឥទ្ធិពលមួយដែលមានដំណើរការចែកចាយឱសថដូចជាការចែកចាយទៅក្នុងកោសិកាអញ្ចឹងនៅក្នុងនេះដូចជាឧទាហរណ៍ CNS ខ្លាញ់ឬក៏នៅក្នុងសាច់ដុំអញ្ចឹងខ្លាញ់នេះគឺយើងសំដៅទៅលើនៅពេលដែលយើងផ្ដល់តាមរយៈ subcutaneous ឬក៏យ៉ាងណាហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង metabolism នេះគឺសំដៅទៅលើការបណ្ដូររូបធាតុរបស់ឱសថអញ្ចឹងជាទូទៅគ្រប់ឱសថទាំងអស់អាចមានការបណ្ដូររូបធាតុឬក៏ធ្វើ metabolism នៅក្នុងថ្លើមភាគច្រើន អ
មួយទៀតគឺចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង excretion នេះគឺជាការបញ្ចេញនៅឱសថមកខាងក្រៅវិញអញ្ចឹងការបញ្ចេញឱសថមកខាងក្រៅគឺអាចតាមរយៈ kidney ឬក៏តាមរយៈសួតអញ្ចឹងតាមរយៈ inhalate តាមរយៈផ្លូវដង្ហើមអញ្ចឹងសម្រាប់ factor effect ទៅលើថ្នាំដែលមានប្រសិទ្ធភាពឬក៏មានសកម្មភាពនោះគឺវាអាស្រ័យទៅលើទី1គឺពាក់ព័ន្ធជាមួយនឹង species អាយុហើយនឹង body condition អញ្ចឹងនៅក្នុងការសណ្ដំគឺ factor ទាំង3ហ្នឹងគឺចាំបាច់ត្រូវតែស្វែងយល់និងវិភាគពិចារណាអំពីលក្ខខណ្ឌនីមួយៗរបស់សត្វទី2គឺពាក់ព័ន្ធជាមួយនឹងចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងតួនាទីរបស់ថ្លើមហើយនឹងតម្រងនោមគីនីទី3ពាក់ព័ន្ធជាមួយនឹងផ្លូវនៃការបញ្ចូលឱសថអញ្ចឹងផ្លូវនៃការបញ្ចូលឱសថនៅក្នុងការសណ្ដំនេះវាអាចមានការបញ្ចូលតាមរយៈ IV intravenous IM intramuscular IC subcutaneous ហើយនឹង inhalation តាមរយៈផ្លូវដង្ហើមអញ្ចឹងគ្រប់ឱសថទាំងអស់សុទ្ធតែមាន specific រូបមានន័យថាផ្លូវបញ្ចូលជាក់លាក់របស់វារៀងៗខ្លួនទៅអាស្រ័យទៅតាមប្រភេទឱសថនីមួយៗអញ្ចឹងយើងធ្វើយ៉ាងណាសូមមានការប្រុងប្រយ័ត្ននៅក្នុងការផ្ដល់ឱសថទៅឲ្យសត្វព្រោះបើយើងមិនមានការប្រុងប្រយ័ត្នឬក៏បែងចែកអំពីផ្លូវនៃការបញ្ចូលទេនោះធ្វើឲ្យការបញ្ចូលឱសថរបស់យើងគឺនឹងផ្ដល់ផលប៉ះពាល់ទៅដល់សត្វមួយទៀតគឺសំដៅទៅលើឱសថដែល interaction មានន័យថាសកម្មភាពនៅក្នុងការផ្ដល់នៅប្រសិទ្ធភាពកាន់តែប្រសើរឡើងនៃការបញ្ចូលឱសថអញ្ចឹងវាមាន additive មានការបន្ថែម synergistic គឺសំដៅទៅលើការបន្ថែមនៃឥទ្ធិពលរបស់ឱសថឧទាហរណ៍ដូចជាការផ្ដល់នៅឱសថសណ្ដំអញ្ចឹងជាទូទៅគេតែងតែផ្ដល់នៅការរួមបញ្ចូលគ្នារវាងកេតាមីនហើយនិង xylazine ដើម្បីជំរុញឲ្យមានសកម្មភាពកាន់តែប្រសើរឡើងហើយជំរុញឲ្យមានសុវត្ថិភាពកាន់តែល្អក្នុងការសណ្ដំអង្គតា agonistic មានន័យថាគឺជាឥទ្ធិពលនៃឱសថដែលមានឥទ្ធិពលទៅលើសរីរាង្គនៃអង្គតា agonistមួយទៀតយើងសំដៅទៅលើ central nervous system effect ដែលថ្នាំសណ្ដំទាំងអស់ជាទូទៅតែងតែជះឥទ្ធិពលទៅដល់ central nervous system CNS អញ្ចឹងនៅពេលដែលយើងផ្ដល់វានឹងធ្វើឲ្យមាន depression វាមានសម្ពាធទៅលើ central nervous system ឬក៏វា stimulateទាំងអស់ហ្នឹងអាស្រ័យទៅលើប្រភេទឱសថថាតើឱសថហ្នឹងមានឥទ្ធិពលទៅលើផ្នែកឬក៏តំបន់ណាមួយនៃសរីរាង្គចំណុចទី2 anesthetic គឺតែងតែមានឥទ្ធិពលទៅលើខួរក្បាលហើយនិង spinal cord ខួរឆ្អឹងខ្នងអញ្ចឹងរាល់ effect ទាំងអស់ហ្នឹងវានឹងផ្ដល់ឲ្យនៅការកាត់ផ្ដាច់នៃប្រព័ន្ធប្រសាទកាត់ផ្ដាច់នៅលើ reflex ឬក៏ជួយកាត់បន្ថយទៅលើ muscle tone មានន័យថាភាពតឹងនៃសាច់ដុំអញ្ចឹងបានជាទូទៅនៅក្នុងដំណើរការនៃការសណ្ដំគេតែងតែមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងដំណើរការនៅក្នុងដំណើរការនៃការសណ្ដំត្រូវវាយតម្លៃឬក៏ត្រួតពិនិត្យទៅលើសត្វជាមុនសិនមុននឹងចាប់ផ្ដើមធ្វើការសណ្ដំslide មួយទៀតគឺពាក់ព័ន្ធជាមួយនឹង cardiovascular effect ដែលមានឥទ្ធិពលទៅលើបេះដូងអញ្ចឹងថ្នាំសណ្ដំជាច្រើនគឺតែងតែមានឥទ្ធិពលកាត់បន្ថយចង្វាក់បេះដូងហើយនឹងសម្ពាធឈាម
អញ្ចឹងនៅពេលដែលយើងឲ្យថ្នាំសម្ដំបេះដូងចាប់ផ្ដើមដើរយឺតជាងធម្មតាហើយសម្ពាធឈាមគឺមានការធ្លាក់ចុះដូចជាឧទាហរណ៍កេតាមីនវាជួយបង្កើននៅចង្វាក់បេះដូងហើយនឹងសម្ពាធឈាមក៏ប៉ុន្តែអីដែលយើងគួរតែធ្វើ monitoring យើងធ្វើការត្រួតពិនិត្យអញ្ចឹងយើងចាំបាច់ត្រូវមើលដោយមានឧបករណ៍សម្រាប់តាមដានដូចជា ECG electrocardiography BP នេះគឺសំដៅទៅលើ blood pressure ហើយនឹងមួយទៀតយើងត្រួតពិនិត្យទៅលើជីពចរដើម្បីការពារទៅលើ hypotension អញ្ចឹងយើងចាំបាច់ត្រូវតែត្រួតពិនិត្យខ្លាចមានករណីបាត់សម្ពាធឈាមអញ្ចឹងនៅក្នុងនេះវាហាក់បីដូចជាផ្ទុយគ្នាបន្តិចពាក់ព័ន្ធជាមួយនឹង ketamine ជួយជំរុញនៅខាងលើនិយាយថា anesthetic កាត់បន្ថយចង្វាក់បេះដូងហើយនឹងសម្ពាធឈាមតែឧទាហរណ៍គឺ ketamine ជួយបង្កើននៅheart rate ហើយនឹង blood pressure អញ្ចឹងនៅខាងក្រោមទៀតយើងនឹងមានការពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹងចំណុចមួយនេះ respiratory effect អញ្ចឹងនៅពេលដែលយើងផ្ដល់ថ្នាំសណ្ដំវាតែងតែមានសម្ពាធទៅលើចង្វាក់ដង្ហើមហើយជាពិសេសគឺនៅលើ brain stem តែម្ដងនៅលើខួរក្បាលតែម្ដងអញ្ចឹងដើម្បីវាមានការថយចុះនៃចង្វាក់ដង្ហើមហើយនឹងអុកស៊ីហ្សែននៅក្នុងឈាមហើយយើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នហើយមានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយ ventilation កំឡុងពេលដែលយើងធ្វើការវះកាត់ដូចខ្ញុំបានធ្លាប់ប្រាប់គ្នាយើងអញ្ចឹងថានៅពេលដែលយើងធ្វើការសណ្ដំយើងធ្វើការវះកាត់យើងចាំបាច់ត្រូវតែធ្វើយ៉ាងណាត្រៀមសម្ភារៈឲ្យគ្រប់គ្រាន់នៅក្នុងការជួយសង្គ្រោះទៅលើសត្វបើយើងអត់មានសម្ភារៈទាំងអស់ហ្នឹងសម្រាប់ធ្វើការជួយសង្គ្រោះទៅលើសត្វទេយើងសូមមានការប្រុងប្រយ័ត្ននៅក្នុងដំណើរការនៃការសណ្ដំឬក៏នៅក្នុងការវះកាត់គ្រប់វិនាទីវាតែងតែកើតឡើងហើយ emergency equipment គឺมันអាចអត់បានទេអញ្ចឹងសូមមានទោះបីជាការប្រតិបត្តិការនៅ field ក៏ដោយប្រតិបត្តិការនៅclinic ឬក៏មន្ទីរពេទ្យក៏ដោយមួយទៀតគឺពាក់ព័ន្ធជាមួយនឹង musculoskeletal ហើយនឹង reflex effect អញ្ចឹងសម្រាប់ផ្នែកនេះ muscle relaxation អញ្ចឹងវាមានដូចជា propofol ហើយនឹង inhalant អញ្ចឹង propofol គឺជាប្រភេទថ្នាំសណ្ដំមួយដែលងាយនៅក្នុងការដឹងខ្លួនក៏ប៉ុន្តែយើងអាចប្រើប្រាស់ប្រភេទជាសណ្ដំហើយមួយទៀតយើងអាចរួមបញ្ចូលទាំងការសណ្ដំតាមរយៈផ្លូវដង្ហើមអញ្ចឹងនៅក្នុងនេះដូចជាករណី ketamine អញ្ចឹងចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង suppression of reflex during surgical anesthesia អញ្ចឹងយើងត្រូវតែមានការតាមដានត្រូវការត្រួតពិនិត្យទៅលើសរីរាង្គរបស់សត្វជាប្រចាំនៅពេលដែលយើងធ្វើការសណ្ដំ hepatic and renal consideration អញ្ចឹង metabolism primarily in the liver excretion តាម kidney អញ្ចឹងរាល់ដំណើរការនៃការធ្វើ metabolic គឺជា primary គឺនៅក្នុងថ្លើមហើយការបញ្ចេញចោលតាមរយៈ kidney ថ្លើមហើយនឹងតម្រងនោមអាចជះឥទ្ធិពលនៃការដឹងខ្លួននៅពេលដែលយើងធ្វើការសណ្ដំអញ្ចឹងដូច្នេះយើងត្រូវតែធ្វើម៉េច adjust dose តាមសត្វនីមួយអញ្ចឹងបាននៅក្នុង ASA គេវាយតម្លៃអំពីកម្រិតហានិភ័យទៅលើសត្វនៅពេលដែល
សត្វមានការកើតឡើងនៃជំងឺឬក៏ផ្នែកណាមួយនៃសរីរាង្គអញ្ចឹងគេសំដៅទៅលើ systematic disease នៅលើសត្វដែលកើតមាននៅលើសារពាង្គកាយរបស់សត្វអញ្ចឹងដូចបានបង្ហាញហើយពាក់ព័ន្ធជាមួយនឹង ASA កម្រិតហានិភ័យដែលអាចកើតឡើងមួយទៀតគឺពាក់ព័ន្ធជាមួយនឹង drug tolerance ហើយនឹង cultivative effect អញ្ចឹងគឺពាក់ព័ន្ធជាមួយនឹង repeat ការផ្ដល់ជាទូទៅគេនិយាយអំពីភាព top up របស់សត្វអញ្ចឹងដូចមេរៀនទី2បានប្រាប់ហើយថានៅពេលដែលយើងប្រើប្រាស់ TIVA total intravenous injection សម្រាប់ធ្វើការសណ្ដំនៅពេលដែលយើងបន្ថែមទៅលើសត្វអញ្ចឹងធ្វើឲ្យពន្យាពេលនៃការដឹងខ្លួនការពន្យាពេលនៃការដឹងខ្លួនដោយការប្រើប្រាស់ដូសបន្ថែមបន្ទាប់ពីដូសទី1អញ្ចឹងដូច្នេះគឺយើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នហើយយើងត្រូវដឹងអំពីគោលបំណងដឹងអំពីលទ្ធភាពឬក៏ពេលវេលាត្រឹមត្រូវនៅក្នុងការសណ្ដំទៅលើសត្វយើងសួរថាតើការសណ្ដំរបស់យើងគឺក្នុងគោលបំណងណាហើយសណ្ដំដើម្បីអីហើយយើងត្រូវយល់អំពីពេលវេលាឬក៏ល្បឿនឧទាហរណ៍ថានៅក្នុងការវះកាត់មួយចុះគ្រាវសត្វមួយចុះសត្វឈ្មោលចឹងយើងដឹងខ្លួនឯងថាល្បឿនប៉ុណ្ណាយើងអាច complete នៅ operation ហ្នឹងអញ្ចឹងយើងវាយតម្លៃឲ្យហើយយើងធ្វើការជ្រើសរើសសុទ្ធតែយើងត្រូវប្រើប្រាស់នេះគឺជា interaction របស់ថ្នាំដែលយើងប្រើអញ្ចឹងឧទាហរណ៍ដូចជា additive ដែលយើងមើលនៅក្នុង slide មុនហ្នឹងអញ្ចឹងជា recommend គេឲ្យយើងប្រើប្រាស់នៅពពួកxylazine បូកជាមួយនឹង ketamine ហើយនឹង cynetic យើងអាចប្រើប្រាស់azithromycin ជាមួយនឹងopiate នេះក្រុមពពួក fentanyl ឬក៏ morphine ជាដើមហើយវាគឺជាក្រុមនៃstrong painkiller អង្គតាកូណៃអង្គទី Pamazole reverse ជាមួយនឹង xylazine អញ្ចឹងអង្គតាកូណៃនេះគឺជាប្រភេទថ្នាំមួយដែលជួយដាស់ទៅលើសត្វអញ្ចឹង reverse នេះគឺជួយបន្សាបឬក៏ធ្វើឲ្យមានសកម្មភាពល្អប្រសើរឡើងវិញនៅពេលដែលយើងធ្វើការសណ្ដំហើយមួយទៀតយើងចាំបាច់ត្រូវត្រួតពិនិត្យថាតើថ្នាំនីមួយឃើញណែនាំបូកចូលគ្នាអញ្ចឹងប្រយ័ត្នតែថ្នាំអីក៏ចេះតែបូកចូលគ្នាដែរអញ្ចឹងជា recommend សូមឲ្យទាំងអស់គ្នានឹងធ្វើការត្រួតពិនិត្យថាតើប្រភេទថ្នាំនីមួយនឹងអាចធ្វើការបូកបញ្ចូលឬក៏រួមបញ្ចូលគ្នាបានអត់បើសិនជារួមបញ្ចូលគ្នាបានចាំដាក់វាបញ្ចូលគ្នាតែបើមិនបានទេសូមកុំបញ្ចូលគ្នាសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងករណីនោះអញ្ចឹង pharmacology ហើយវាមានភាពខុសគ្នាទៅតាមថ្នាំវាមានភាពខុសគ្នាទៅតាម species ដែលមានឥទ្ធិពលផ្សេងគ្នាអញ្ចឹងដូចនៅក្នុងនេះសម្រាប់សត្វឆ្មាវាមាន sensitive ជាមួយនឹង xylazine អញ្ចឹងដំណើរការនៃការធ្វើ metabolism របស់វាយឺតជាងធម្មតាជាងសត្វផ្សេងហើយសត្វឆ្កែវាមានភាពខុសគ្នាទៅតាមប្រភេទពូជអញ្ចឹងពូជនីមួយវាមានលក្ខខណ្ឌពិសេសអញ្ចឹងបាននៅក្នុងពេទ្យសត្វគឺទាមទារឲ្យទាំងអស់គ្នានឹងស្គាល់អំពីពូជសត្វដើម្បីងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណងាយស្រួលនៅក្នុងការកំណត់នៃប្រភេទជំងឺរបស់សត្វអញ្ចឹងការសណ្ដំនេះក៏អញ្ចឹងដូចគ្នាដែរអញ្ចឹងនៅក្នុងសត្វឆ្កែយើងគួរតែមានការប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹង barbiturate អញ្ចឹង barbiturate នេះវាអាចយើងនិយាយជាសាមញ្ញអាចបង្កឲ្យមានបញ្ហាផ្លូវដង្ហើមអញ្ចឹងសត្វអាចនៅពេលដែលយើងប្រើប្រាស់ថ្នាំឬក៏ឱសថដែលមិនបានគិតពិចារណាឲ្យត្រឹមត្រូវទៅតាមប្រភេទ
នៃពូជទេវានឹងធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធផ្លូវដង្ហើមខ្ញុំតែងតែឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងសត្វដែលមានច្រមុះខ្លីអញ្ចឹងធ្វើឲ្យ larynx របស់វានឹងគឺវែងជាងធម្មតានៅពេលដែលយើងដាក់ទៅធ្វើឲ្យ larynx របស់វានឹង paralyze អាចទៅស្ទះបិទបញ្ចុកជាមួយនឹងផ្លូវដង្ហើមទី3ពាក់ព័ន្ធជាមួយនឹងសេះអញ្ចឹងអីដែលគេប្រើប្រាស់ព្រោះវាងាយនឹង excitement pass មានន័យថានៅពេលដែលយើងផ្ដល់ឱសថទៅឲ្យសត្វឲ្យថ្នាំទៅឲ្យសត្វចាប់ផ្ដើមមានភាពភ័យខ្លាចមានភាពអីអញ្ចឹងជាទូទៅគេតែងតែផ្ដល់នៅពួក train killer សត្វគោ high sensitive ជាមួយនឹង xylazine ណាអញ្ចឹងគេប្រើ1/10នៃសត្វសេះមួយទៀត clinical implication អញ្ចឹងយើងធ្វើម៉េច understand ជាមួយនឹង pharmaco ដើម្បីសុខភាពយើងត្រូវតែផ្ដល់នៅដូសដែលត្រឹមត្រូវហើយនឹងជ្រើសរើសថ្នាំឲ្យត្រឹមត្រូវហើយកាត់បន្ថយភាពលំបាកនៃការដឹងខ្លួនរបស់សត្វsummary នៅក្នុងនេះសង្ខេបខ្លីៗ pharmacodynamic គឺជាប្រសិទ្ធភាពថ្នាំនៅក្នុងសរីរាង្គ pharmacokinetic គឺនិយាយអំពី ADME ហើយ effect ប្រសិទ្ធភាពរបស់វាគឺអាស្រ័យទៅលើ species អាស្រ័យទៅលើកម្រិតដូសដែលយើងប្រើអាស្រ័យទៅលើផ្លូវបញ្ចូលឱសថអញ្ចឹងយើងត្រូវតែមានចំណេះដឹងអំពី enzo ទៅលើ effect នៃ anesthesia អញ្ចឹងនេះគឺជាសង្ខេបសេចក្តីសង្ខេបពាក់ព័ន្ធជាមួយនឹង pharmacology ពាក់ព័ន្ធជាមួយនឹងការសណ្ដំអញ្ចឹងយើងអាចទៅអានបន្ថែមហើយនេះគឺជា reference ដែលយើងអាចធ្វើបានបាទសំទោសអានេះជា review question ហើយនេះគឺជា reference ដែលយើងអាចទៅអានបានបន្ថែមអញ្ចឹងសម្រាប់មេរៀនទី3នេះយើងសង្ខេបខ្លីប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹង pharmacology សម្រាប់ផ្នែកនៃការសណ្ដាប់បាទសូមអរគុណ